មកចៃលុយគ្នាអត់មែននេះកុំខឹងគ្នាណាគ្នាក៏ពិបាកដែរមិនថានៅកូរ៉េនៅក្រៅប្រទេសនឹងសិតតែមកកោបលុយទេមកធ្វើការឲ្យគេប្រើកម្លាំងញើសឈាមដោយលុយចាអ្នកកូរ៉េឥឡូវនេះក៏មិនខុសពីអ្នកជប៉ុនដែរ Viver ហ្មងអារឿងលុយចុះថោកបងប្អូនណាលុយកូរ៉េឥឡូវអញ្ចេះមិនមែនដូចប្រហែលឆ្នាំមុនអញ្ចេះណា1.20 លានបាន$1000ឥឡូវអត់ទេចាលុយឡើង1.8 លានទេដូរបានតែ1100ទេគិតអីណាគិតអីឥឡូវនេះសង្ឃឹមអីម្នាក់ចង់ទៅដូរខ្យល់ហើយធ្វើការយូរម៉ោង10ទៅ12ម៉ោងពេលបើកលុយមកបានតិចដូរទៅខ្មែរបានរត់តែតិចទៀតណា1100បងប្អូនឥឡូវយើងដកមកយើងមកដកមួយគ្នាណាថ្លៃទឹកថ្លៃភ្លើងថ្លៃបន្ទប់ទុកចាយវាចង់អស់បាត់ហើយហ្នឹងចាបានផ្ញើទៅខ្មែរតិចតួចច្បិចច្បៀតខ្លាំងមែនតើផ្ញើឲ្យអ្នកផ្ទះមិនមែនមករាប់រៀបពីទុកលំបាកអីប៉ុន្តែចង់និយាយឲ្យបងប្អូនយើងនៅខ្មែរមួយចំនួនដឹងខ្លះដែរអញ្ចឹងណាអ្នកដែលមានបំណងចង់មកកូរ៉េរៀនលុយចាយកលុយគេរៀនលុយសាលាអីអស់ច្រើនអីហ្នឹងគិតសារឡើងវិញណា